រៀបសួរសួស្តីពុកម៉ែបងប្អូនថ្ងៃនេះជំរាបជូនដំណឹងពុកម៉ែបងប្អូនតលងមីកាប់តង់សវកហាលម៉ាស៊ីនតូចថ្ងៃនេះនៅខាងភូមិកញ្ចាន់រុនស្រុកវរិននេះគឺទិញចូលតម្លៃស្អាត58អំពូមីងដោយសារហាងឆេងនៅលើគឺធ្លាក់អំពូមីងទាំងអស់គ្នាអញ្ចឹងតម្លៃថ្ងៃនេះគឺទិញចូលបានតម្លៃ580អំពូមីងមានយកមកលក់បានដោយសារហាងឆេងនៅវៀតណាមគឺគាត់ធ្លាក់ដោយសារតលងយើងក៏វាស្ទើរសងួតស្ទើរអុយចេតោពេលឡូវនេះនៅវៀតណាមគឺធ្លាក់ថ្លៃចាស់ហើយម៉ាក់លីហេងគឺទិញតាមតម្លៃដែលយកទៅលក់នៅវៀតណាមបានព្រោះតលងអំពូមីងក៏មិនបានស្ងួតល្អដាច់ដែរយកមកគឺត្រូវការហាលដូចគ្នាហើយតម្លៃថ្ងៃនេះអ្នកដែលល្អទិញបាន58ស្ទើរសងួតមើលតាមជាក់ស្ដែងសម្រាប់ពើមានលំអិតបងប្អូនចង់ដេញអីទៀតអាចតំណតំណម៉ាក់លីហេងបានហើយចំពោះបងលើលៀនតម្លៃកាត់ដូចគ្នាក៏ធ្លាក់តាមនោះដែរបងមានអាចហៅបានឡានមានតែមួយគ្រឿងទេថ្ងៃនេះព្រោះអត់ហ៊ានហៅឡានគេចូលទេម្សិលមិញ9ឡានខាតអស់ខ្ទង់8 9លានដែរអញ្ចឹងគឺថ្ងៃនេះគឺអត់បានទិនហៅឡានដាក់ទេអញ្ចឹងមានឡានខ្លួនឯងប្រមាណដឹកប៉ុណ្ណោះសិនព្រោះសភាពការហាងឆេងនៅលើវាអត់ស្រួលចាហើយកាលណាតយកឡានច្រើនខាតច្រើនហើយតម្លៃដោយបងប្អូនដេញស្រាប់ហើយតវៀតណាមគឺចេញចាល់ហើយតឡងយើងវាសងួតវាអត់បានដាច់កាលណាតសងួតអត់បានដាច់យើងជ្រៃអត់ចេញទេអំពូមីងចាហើយតគឺគេកាត់គីឡូយើងច្រើនណាស់ដល់ពេលចាស់តគឺខាតបងប្អូនទាំងអស់គ្នាយើងសូមចិត្តបងប្អូនអ្នកដែលធ្វើតឡងមីសូមហាលឲ្យស្ងួតទាំងអស់គ្នាកុំឲ្យសើម